បាទឥឡូវនេះចូលមកដល់បាលីម្ដងបាលីបញ្ជាក្របមុនបាលីជូនទៅបាលីដែរតែបញ្ជាកន្តិចក្របតែថ្ងៃនេះមកជូនដល់បងប្អូនកូនក្មួយកងទ័ពមាមីងទាំងអស់ដែលគាត់សុំឥឡូវថ្ងៃនេះមកជម្រាបពីបាលីបញ្ជាក្របឬក៏មួយបញ្ជារន្ទះបាទបាលីនេះណាអញ្ចឹងធွာទាំងអស់អត់ច្រើនទេមួយជូនគេលោកអស់លោកអ្នកក្មេងៗគាត់ថាទៅមកសូនខ្ញុំជំរាប3 4ដងអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយ like share ចែកទៅដល់បងកូនតបនៅជួរមុខផងឬមួយក៏ម៉ាក់ប៉ាទាំងអស់គ្នាដែលបានឮហើយចែកដំណឹងនេះទៅដល់កូនបងប្អូនកូនក្មួយកងតបជួរមុខផងណាអញ្ចឹងមិនថាកងតបជួរមុខជួរក្រោយទេប្រើបានទាំងអស់បាលីបញ្ជាក្របបញ្ជាអ្នកតាបញ្ជាអន្ទាក់គេហៅថារន្ទះណាបាលីបញ្ជាក្របបញ្ជារន្ទះហើយបាលីហ្នឹងគឺនឹកឡើងគុណមេត្តាគុណបិតាគុណព្រះពុទ្ធគុណពធគុណព្រះសង្ឃគុណព្រះទាំង5ព្រះអង្គជួយខ្ញុំអញ្ចឹងអរហង្គសម្មាសម្ពុទ្ធោអរហង្គសម្មាសម្ពុទ្ធោប៉ុណ្ណឹងទេគុណព្រះពុទ្ធគុណពធគុណព្រះសង្ឃគុណមេត្តាបិតាគុណព្រះទាំងព្រះអង្គមកជួយខ្ញុំអរហង្គសម្មាសម្ពុទ្ធោអរហង្គសម្មាសម្ពុទ្ធោអានឹងពេលដែលគ្រាប់មកហើយមកចំយើងឬមួយក៏និយាយទៅថាពាក្យថាគ្រាប់នឹងទៅដៅមកយើងហើយអានឹងហៅថាបញ្ជាគ្រាប់សម្រាប់បញ្ជាក្របបញ្ជាសត្រូវដែលមកនៅក្នុងរវាងពីមុខយើងឬមួយក៏បតក់នៅលានដ្ឋានយើងអីចឹងទៅវាអាចគេចផុតនឹងឲ្យ 100% គឺសម្មាអរហង្គសម្មាសម្ពុទ្ធោអរហង្គសម្មាសម្ពុទ្ធោតែប៉ុណ្្នឹងទៅគឺអាចបញ្ជាអន្ទះបាញ់បាទបញ្ជាក្របអន្ទះហើយបញ្ជាក្របផ្លោកក្របមីស៊ីលឬមួយក៏ហៅថាបើសិនមកចំយើងអាចប៉ែលអាចបញ្ជាផុតអញ្ចឹងជូន like share ទៅដល់បងប្អូនកូនមួយកងទ័ពដែលគាត់តែងទៅសុំហើយអញ្ចេះខ្ញុំអត់បានមានពេលសរសេរជាអក្សរទេគឺជំរាបទៅជាមាត់ចឹងត្មងទៅស្រួលចាំបើសិនជាសរសេរអក្សរជាបាលីកអន្តកៈខអន្តកៈកអន្តកៈអស់លោកអ្នកស្ដាប់អត់បានទេអ្នកខ្លះក៏អត់យល់ទេអញ្ចឹងសូមបញ្ជាក់ម្ដងទៀតអរហង្គសម្មាសម្ពុទ្ធោអរហង្គសម្មាសម្ពុទ្ធោអរហង្គសម្មាសម្ពុទ្ធោតប៉ុណ្្នឹងទៅបញ្ជារន្ទះបាញ់ហើយនឹងបញ្ជាគួរផ្លោងអញ្ចឹងមានតែប៉ុណ្្នឹងទេសូមឲ្យបងប្អូនកូនក្មួយកងទ័ពជួរមុខឲ្យបានសំណាងល្អណា